ចឹងថ្ងៃហ្នឹងខ្ញុំនឹងប្រាប់នៃការសរសេរនៅការ animation ដែលជាទូទៅនៅលើ website គឺមានបែបហ្នឹងចឹងតើគេសរសេរមិនឯងដើម្បីបង្កើតវាហ្នឹងណាខ្ញុំ refresh មកដំបូងខ្ញុំកំណត់នៅ body សិនកំណត់ body សិនខ្ញុំដាក់ជា flick ខ្ញុំដាក់ថា 35 just 35 center មកតាមថា item center បន្ទាប់មកដាក់ bg black ហើយខ្ញុំដាក់ថាតិចឲ្យដើម្បីដែលនៅក្រោម body ដាក់អក្សរមកតោះមកខ្ញុំដាក់នៅ heavy ដាក់ថា skin ដែលក្នុង CS គឺ skin វាស្មើនឹង 100% ស្មើនឹង 100%ចឹងឥឡូវនេះខ្ញុំដាក់ឧទាហរណ៍ដាក់ទី1ចុះចាំមើលគឺនៅកណ្ដាលហើយតោះមកខ្ញុំដាក់នៅ container មួយទៀតដើម្បីក្តោបនៅ container នៃ animation មកហើយ box animation anime មកតោះមកខ្ញុំបង្កើតនៅមួយទៀតជា container box item ក្តោបនៃ box item អស់មកចឹងខ្ញុំដាក់ថាមួយទៀតជាឆាលនៃដាក់ box item ដែលនៅក្រោមហ្នឹងដែលនៅក្រោម box item ហ្នឹងចឹងនេះតមកនេះខ្ញុំដាក់នៅ A មួយទៀតជាការ link នៅពេលយើងចុចឲ្យវាទៅកាន់ directory ណាមួយតខ្ញុំដាក់ថា image box កំណត់ខ្លាំងមួយមកបន្ទាប់មកទី2ហ្នឹងជាកន្លែងនៅមួយទៀតជា title box មក title box មកនេះអញ្ចឹងដំបូងខ្ញុំដាក់ជា image មួយដំបូងគេដែលយើងចូលរូបភាពចូលបន្ទាប់មកខ្ញុំដាក់នៅ div ទៀតដើម្បីដាក់ icon ដាក់ថា box icon មក icon ចូលបន្ទាប់មកខ្ញុំដាក់មកទៀតដាក់ថា box thai មក thai ហើយបន្ទាប់មកគេយើងសុចស្មៅចឹងទីមួយ box thai ជាប្រភេទនៃរឿងប្រភេទអ្វី term ជា complete និង complete មកជា EP ជា EP ទីប្រហែលចុះចឹងបងនេះខ្ញុំដាក់ជាប្រភេទ Thai ដាក់ថា border movie ចុះ movie ហើយខ្ញុំដាក់ថានេះជា term complete និង complete ចប់ឬបានបញ្ចប់ហើយខ្ញុំដាក់ EP 1មកតើមក title នេះខ្ញុំទុកសិនហើយខ្ញុំដាក់នៅ P សិនជាសរសេរនៅ question នៅ title របស់នៃរឿងហ្នឹងតើមកឥឡូវខ្ញុំដាក់ឆ្នាំមកតើមកដំបូងខ្ញុំដាក់នៅកំណត់នៅនេះកំណត់នៅ item វាសិនកំណត់នៅ box item សិនដើម្បីកំណត់នៅ width វានៅពេលរូបភាពហ្នឹងធំថា width ថាស្មើនឹង38ហើយខ្ញុំដាក់ថាទៅទៀតខ្ញុំដាក់គ្រប់ដើម្បីបង្កើតគ្រប់ក្នុងការ hover action កម្មវិធីមួយចុះតើខ្ញុំដាក់រូបភាពចូលរូបភាពនេះខ្ញុំដាក់ថាខ្ញុំដាក់ក្នុង asset នៃ image 1យកនេះមកនេះអញ្ចឹង image នេះ asset image 1មកវិញតើមកខ្ញុំកំណត់នៅទំហំវាចឹងហៅ class class នៃ object fix វាទំហំដើមវិញតោះខ្ញុំដាក់ width full high full ដែរមកហើយខ្ញុំដាក់ថាប៉ុណ្្នឹងសិនចុះដើមមើលបន្ទាប់ហើយនេះបន្ទាប់ហើយបន្ទាប់មកខ្ញុំយកនៅការនៅយក icon ចូលសិនចឹង icon ដែលខ្ញុំយកមកពី website ឈ្មោះថា remix icon មកខ្ញុំពី website នេះចឹងខ្ញុំ copy នេះមក copy នៅ click ផងមក
ហើយខ្ញុំផាចូលនេះមកចឹងវាមកហើយខ្ញុំមកបន្ទាប់មកដល់នេះខ្ញុំដាក់នៅនេះimage នេះខ្ញុំដាក់នៅលេខឈឿកុំឲ្យវាទៅណាដែលពេលយើងប្រើ absolute ឲ្យវាហ្នឹងកុំឲ្យវាទៅណាឆ្ងាយ route នៃ top អំពីមកហើយខ្ញុំដាក់ថា upload hidden មកចឹងបន្ទាប់មកខ្ញុំដាក់នៅខ្ញុំដូរទីតាំងនៃ the movie ហ្នឹងឲ្យទៅខាងលើចុះខាងលើគេអញ្ចឹងខ្ញុំប្រើ absolute ហើយបន្តខ្ញុំដាក់ថា top row left row ដែរមកតំបន់ខ្ញុំដាក់ size ខ្ញុំដាក់ថា sx តំបន់ខ្ញុំដាក់ pending x ហើយវាស្មើ2 pending y ស្មើនឹង 0.5 ហើយខ្ញុំដាក់ថា route នៃ button right ឲ្យ empty មកចឹងមើលប៉ុន្តែឥឡូវនេះខ្ញុំអត់តាមបានកំណត់នៅជប់ពេកនៅ bg ស្មើbg ក្រោយមក bg flat ចេញនឹង80មកមកដុតណា text sm left high បក item full រូបភាព full តែរូបoverចាំខ្ញុំ stop សិនចឹងឥឡូវនេះខ្ញុំខុសនេះណា x មកចាំវាប៉ុណ្ណឹងមិនច្រឡំស្អីខុសចឹងជា absolute ខ្ញុំដាក់ complete ដាក់នៅខាងគេនេះមកខាងនេះខាង button right ចឹង bo button 0 right 0ដែរមកតមកថា bg propose នៃ600ចែកនឹង10មកបន្ទាប់មកខ្ញុំដាក់ថា text នៃ ss នៃ pending x ស្មើ2ហើយនៃ pending y ស្មើនៃ 0.5 ហើយខ្ញុំដាក់ថា route នៃខ្ញុំ route នៃ top right អំពីមកពុទ្ធនេះក៏អាចាំមើលសិនបន្ទាប់មកនេះមកទៀតជា ep ខ្ញុំដាក់ absolute ឲ្យវានៅខាងស្ដាំក្រោមហ្នឹងចាំ copy សិនមកហើយចាំមើលសិនចុចខាងក្រោយចុចនេះដាក់ top ដាក់ left មក left ហើយខ្ញុំដាក់ថា sky ហើយបន្ទាប់មកខ្ញុំដាក់ថានៅនេះជា top right វិញមក right មកចឹងហើយបន្ទាប់មកខ្ញុំយកនៅនេះឆ្លងចឹងបានបន្ទាប់មកខ្ញុំយកនៅ icon នេះ icon វាក្តារមកចាំមកជាដាក់ថា absolute ខ្ញុំដាក់ថា left ដល់ឈប់ top ដល់1លើ2ខ្ញុំដាក់ថា left ដល់1លើ2ដែរមកបន្ទាប់មកមើលសិនដាក់ណា second text ស្មើ2ឲ្យវានៅលើរូបភាពមកចាំមកហើយបន្ទាប់មកមើលទៅដូចជាអត់តនៅក្តារទេបន្ទាប់មកខ្ញុំយកនៅជា translate ដល់ translate នៃ x វាជួរ date 1លើ2មក1លើ2ហើយនៃ translate y translate នៃ y ដល់1លើ2ដែរមកពេលកដាលនៃ route ដល់ហើយចាស់ដល់ចុះnó chỉ là vùng mu rồi trong ngoài tụi nó nhâm nơi set nơi phần này còn nó làm việc thống tha một ít ở máu hãy nhâm là tha opacity 14 ở vị thực tế tụi nó trong hover nó ở vì mình sẽ biết hà bị một hai nơi còn nắng
ចឹងខ្ញុំបង្កើត group មិនដើម្បីកំណត់នៅ hover ហ្នឹងចឹងបង្កើត group hover មកនៃ opacity ហើយវាស្មើនឹង100មក100ប៉ាប់ចុះមកសិន opacity មកចឹងមើលនេះមកហើយចឹងមើលទៅដូចជាមាន animation ទេខ្ញុំដាក់ថានេះខ្ញុំដាក់ថា transition all ហើយខ្ញុំដាក់ថា duration ខ្ញុំដាក់ថា as មកចឹងមើលកាត់បន្តមកខ្ញុំស្រេនៅ hover ទៅលើរូបភាពហ្នឹងចឹងគ្រប់ហើយបន្តមកដាក់នៅរូបភាពហ្នឹងឲ្យវាដាក់ថាជា brightness ហើយវាកម្ដៅទីមកហើយវា scale ទៀតបន្តមកនេះខ្លួននេះខ្ញុំដំបូងខ្ញុំដាក់ថា group hover មក group hover brightness ហើយវាស្មើនឹង60មក60ចាំមើលនៅពេលយើង hover វាកត់មកទៅដល់ A ហើយខ្ញុំឲ្យវា scale នៅពេលយើង group hover ទៅមក group hover scale ដាក់ប្រហែលអញ្ចឹង scale នេះខ្ញុំដាក់នៅជា125ខ្ញុំដាក់ transition all duration 300 ចុះ plus in out មកអញ្ចឹងមើលកាត់ចាំមកហើយបន្តមកខ្ញុំមកស្កេនៅចឹងហើយបន្តមកខ្ញុំនៅស្រេតនៅនេះសេននៅ title របស់វាហ្នឹងចឹងដំបូង title ខ្ញុំដាក់ថាខ្ញុំនៅ copy មកបាទហើយខ្ញុំផាច់ចូលមកបន្តមកខ្ញុំដាក់ថា text xs ដូចជា12 pixel ហើយខ្ញុំដាក់ថា media ឲ្យវារៀបធំតិចតោះដាក់ default វាស្មើ1មកចឹងមើលតមកនេះខ្ញុំដាក់ថា relative ឲ្យវាហ្នឹងបន្តមកខ្ញុំដាក់ថា shadow ទេrelative បន្តមកខ្ញុំដាក់ថា padding ឲ្យវាស្មើ1ខ្ញុំដាក់ថា text center ឲ្យវានៅដើមមក route នៃ button នេះមកថា upload heading មកតមកនៅគ្រប់ hover នៅពេលយើង hover ទៅលើវាឲ្យវាមានពណ៌ដាក់ថា text purpose នៃ500ចែកនឹងអត់ចុះខ្ញុំដាក់ថា transition all នៃ duration នៃ300ខ្ញុំដាក់ថាអស់ហើយមកបើជាមកចឹងមើលប៉បមកហើយអត់ចឹងខ្ញុំដល់ពេលយើងសេចឹងហ្នឹងហើយចឹងខ្ញុំបង្កើតនៅ component ដែលក្នុងថាវាដែល component បានចឹងដំបូងចឹងឥឡូវនេះខ្ញុំប្រើនៅខ្ញុំប្រើគេដើម្បីចង់សិន grid ហើយ grid call នៃពេលមកបន្តមកនេះខ្ញុំកំណត់នៅ sponsor នៃវាដាក់ថា LG grid នៃ call 3មកហើយខ្ញុំដាក់ grade របស់វា14 LG 3ហើយដាក់នេះSM3 medium ហើយដល់ពេលដល់តូចខ្ញុំដាក់ថា
sum small string ដាក់2មកចឹងមកបន្តមកខ្ញុំបង្កើត component មួយដើម្បីចង់ខ្លះវាចូលចឹងមិនដំបូងខ្ញុំនៅចននៅសិននេះនៃសិនខ្ញុំនៃនេះចង់នេះមកចង់សិនមក copy របស់ item មក copy មកចូលនេះបន្តមកខ្ញុំបង្កើតនៅទៅខ្ញុំមកសិនបង្កើតនៅ add layout នៃ component របស់ថាបានហ្នឹងហើយខ្ញុំដាក់ pass ខ្ញុំដាក់ថា apply ហើយ apply copy ចូលមកបញ្ចូល pub តមកខ្ញុំនៅខ្ញុំយកសិនខ្ញុំយកនេះសិនបកថៃឲ្យយកមកហើយខ្ញុំសិនហើយខ្ញុំ remove ជាចាំមក copy សិនមកយកមកចាំបន្តមកខ្ញុំយកលុយមកហើយសាក់ទុកលុយចាំមក copy សិន copy សិនមកហើយលុបចោលសិនលុបចោលមួយចុះលុបចោលបែបមើលតែប៉ាប់គឺវាដុតទេអញ្ចឹងខ្ញុំហាមចូលមកពេលខ្ញុំពីមួយខ្ញុំដាក់ apply ដាក់ថា apply នៃនេះមកមួយហើយនេះក៏ apply ដែរមក apply នៃ component ដែលយើងបានកំហើយពីហើយនេះ apply ទៀតមក apply នេះមកហើយចឹងមើល apply បានអសារដែរចឹងកន្លែងនេះខ្ញុំ apply បានអសារខ្ញុំសរសេរខ្លះខំមួយជានេះមកចឹងដែរហើយខ្ញុំមកលេសិនខ្ញុំដឹកឌីមួយចឹងបន្តមកខ្ញុំ apply ទៀតមកចឹងនៅបក account មកខ្ញុំ copy សិនមកហើយខ្ញុំ paste មកតែក៏យើងមកសេចឹងខ្ញុំ apply មកចឹងនៃ account មកហើយខ្ញុំដាក់ apply មកហើយខ្ញុំយកនេះចូលមកតែខ្ញុំលុបចោលបបចឹងណាជឿនដែរមកហើយយក apply ចូលមក apply នៃនេះជឿមកពីថាចូលមកចឹងបន្តមកខ្ញុំយកមកសរសេរនៃចាំពេកខ្ញុំមកសរសេរចាំពេកហើយខ្ញុំលុបនេះចោលមកមកនេះមកអនឡាញខនមកខ្ញុំមកធំ play ចោល play ចោលនៃ account ចោលចឹងមកនៃខ្លះវាហើយខ្ញុំក៏ដាក់ចូលហើយខ្ញុំចូលមកចឹងខ្ញុំចូលអស់មកហើយខ្ញុំពី framer តទៅចឹងខ្ញុំដាក់ចូលមកខ្ញុំមកសិនទៅខ្មែរចឹង copy 3ចូលមកពីចឹងនេះខ្ញុំកែឈ្មោះរូបភាពចូលមកដល់ពេលមើលហើយដល់រូបភាពចូលមកចាំដាក់ថា email ខ្លួននៃពីនេះហើយខ្ញុំចូលឈ្មោះមកទីមកបានចឹងប៉ុណ្ណឹងជាការសាច់ចឹងណានេះ